បន្ទាប់ពីការសន្ទនាអ្នកទាំងពីរក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញពេលដែលយូស៊ីអូត្រឡប់មកវិញគាត់បានចូលទៅក្នុងបន្ទប់របស់គាត់ហើយស្រាប់តែមានអារម្មណ៍ថាមានសត្វល្អិតនៅជិតគាត់បានចាប់យកផ្ទាំងរូបភាពមួយត្រៀមនឹងវាយប៉ុន្តែពេលគាត់មើលជុំវិញនោះគាត់រកមិនឃើញអ្វីទាំងអស់ភ្លាមនោះគាត់ក៏បានឮសំឡេងប្រេះមួយគាត់បានងាកទៅមើលសុទ្ធហើយដឹងថាវាកំពុងតែបែកចេញមកហើយដោយមានការភ្ញាក់ផ្អើលដែលវាកើតលឿនយ៉ាងនេះគាត់បានឈរមើលដោយក្តីបារម្ភខណៈពេលដែលសុទ្ធនោះចាប់ផ្ដើមបែកនៅចំពោះមុខគាត់ភាពតានតឹងក៏បានកើនឡើងខណៈពេលដែលគាត់ឆ្ងល់ថាតើនឹងមានអ្វីចេញមកយូស៊ីអូកំពុងតែតានតឹងយ៉ាងខ្លាំងស្របពេលដែលគាត់កំពុងខិតខំស្វែងរកកំណត់ត្រារបស់សាយូគីប៉ុន្តែរកមិនឃើញសោះពេលនោះស្រាប់តែមានសត្វបង្គួយមួយក្បាលបែកចេញពីសុទ្ធនោះគាត់បានដកដង្ហើមធំដោយក្តីធូរស្រាលហើយត្រេកអរដែលវាមិនមែនជាសត្វចម្លែកអ្វីឡើយពេលគាត់សម្លឹងមើលសត្វដ៏តូចនោះគាត់ក៏ញញឹមដោយគិតថាវាគួរឲ្យស្រឡាញ់ណាស់ហើយក៏សួរខ្លួនឯងថាតើគាត់អាចចិញ្ចឹមវាដោយយកចិត្តទុកដាក់បានយ៉ាងដូចម្តេចទៅបន្ទាប់មកគាត់ក៏ប្រញាប់ថតរូបមួយសន្លឹកផ្ញើទៅសាយូគីនិងប៉ារបស់គាត់រួចស្វែងរកព័ត៌មាននៅលើអ៊ីនធឺណិតដើម្បីកំណត់ប្រភេទសត្វនេះគាត់បានរកឃើញបង្គួយមួយដែលស្រដៀងគ្នាប៉ុន្តែមិនមានប្រភេទមួយណាដែលមានពណ៌មាសដូចសត្វនេះទេគាត់ឆ្ងល់ថាតើបង្គួយនេះមានពណ៌បែបនេះដោយសារតែវាទើបតែកើតឬយ៉ាងណាពេលនោះបង្គួយនោះក៏បានសម្លឹងមកគាត់វិញដោយពួកគេទាំងពីរនាក់កំពុងសម្លឹងមើលមុខគ្នាទៅវិញទៅមកគាត់បានដើរទៅតុហើយសាយូគីដែលមើលទៅហាក់ដូចជាអន់ចិត្តបន្តិចបានសួរគាត់ថាហេតុអ្វីបានជាគាត់មិនបានឆែកទូរស័ព្ទរបស់គាត់ដោយក្តីភ្ញាក់ផ្អើលគាត់បានសុំទោសនាងដោយពន្យល់ថាគាត់មិនទាន់បានមើលវាទេនាងបានប្រាប់គាត់ថាទោះបីជាគាត់បានផ្ញើរូបភាពបង្គួយឲ្យនាងរួចហើយក៏ដោយតែនាងបានប្រាប់គាត់ថានាងចង់ឃើញបង្គួយនោះភ្លាមនៅពេលដែលនាងមកដល់ផ្ទះគាត់បានលួងលោមនាងឲ្យស្ងប់ចិត្តហើយនិយាយថាគាត់នឹងយកវាឲ្យនាងមើលនៅពេលដែលគាត់ត្រឡប់ទៅបន្ទប់វិញគាត់បានឃើញបង្គួយនោះនៅលើឥដ្ឋហើយឆ្ងល់ថាតើវាអាចគេចចេញពីទ្រុងរបស់វាបានដោយរបៀបណាគាត់បានលើកវាឡើងដើម្បីបង្ហាញវាទៅពួកគេតែភ្លាមនោះម្ដាយរបស់គាត់បានរំលឹកពួកគេថាដល់ម៉ោងញ៉ាំបាយហើយពេលនោះប៉ារបស់ពួកគេទោះបីជាគាត់អស់ការអត់ធ្មត់ក៏ដោយក៏គាត់នៅតែនិយាយយ៉ាងស្ងប់ស្ងាត់ថាពួកគេគួរតែញ៉ាំបាយសិនរួចចាំចំណាយពេលជាមួយបង្គួយនោះនៅពេលក្រោយពេលញ៉ាំអាហារពេលល្ងាចរួចពួកគេបានត្រឡប់ទៅបន្ទប់របស់យូស៊ីអូវិញហើយពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញពណ៌របស់បង្គួយនោះដែលវាមានពណ៌មាសសាយូគីបានថតរូបមួយសន្លឹកហើយរៀបរាប់ថានៅប្រទេសជប៉ុនមានបង្គួយប្រភេទម្យ៉ាងដែលវាមានឆ្នូត5ដែលមានពណ៌មាសនិងបង្គួយស្មៅប៉ុន្តែបង្គួយមួយក្បាលនេះមានពណ៌មាសសុទ្ធតែម្ដងយូស៊ីអូបានសួរប៉ារបស់ពួកគេហើយប៉ាគាត់បាននិយាយថាវាមើលទៅដូចជាសត្វបង្គួយអាម៉ាឌីឡូប៉ុន្តែឆ្ងល់ថាតើវាបានពណ៌មាសនេះមកពីណាសាយូគីបានសួរថាតើអ្នកភូមិបានប្រាប់យូស៊ីអូពីអ្វីដែលបង្គួយនេះស៊ីដែរឬទេគាត់បាននិយាយថាវាស៊ីផ្លែឈើមកពីក្នុងភូមិប៉ារបស់គាត់បានសួរថាតើគាត់បានសាកសួរអ្នកភូមិអំពីប្រភេទសត្វនេះហើយឬនៅប៉ុន្តែយូស៊ីអូដោយគិតយ៉ាងរហ័សបាននិយាយថាភូមិនេះនៅហូកៃដូហើយបានពន្យល់ថាគាត់មិនអាចចែកចាយព័ត៌មានច្រើនទៅកាន់ពួកគេបានទេដោយសារតែអ្នកភូមិទាំងនោះកំពុងអភិវឌ្ឍភូមិសាយូគីបានប្រាប់គាត់ថាពួកគេយល់ពីរឿងនេះប៉ុន្តែយូស៊ីអូនៅតែសុំឲ្យពួកគេលាក់រឿងនេះជាការសម្ងាត់ហើយមិនត្រូវបង្ហាញរូបថតទាំងនេះទៅនរណាម្នាក់ឡើយគាត់បានលើកឡើងថាបង្គួយនេះអាចស៊ីផ្លែឈើបានប៉ុន្តែពួកគេគួរតែស្រាវជ្រាវមើលថាតើវាអាចស៊ីអ្វីផ្សេងទៀតបានទេនៅពេលក្រោយយូស៊ីអូបានដឹងថាគ្រួសាររបស់គាត់មិនដែលចូលមកក្នុងបន្ទប់របស់គាត់ទេទោះបីជាគាត់មិនបានចាក់សោទ្វារក៏ដោយទោះជាយ៉ាងណាក៏ដោយគាត់គិតថាឥឡូវនេះពួកគេប្រហែលជានឹងមកមើលបង្គួយនេះញឹកញាប់ជាងមុនជាមិនខានដើម្បីរក្សាឯកជនភាពរបស់គាត់បានសម្រេចចិត្តថាវានឹងមានសុវត្ថិភាពជាងនេះក្នុងការបិទអេក្រង់របស់គាត់នៅពេលដែលគាត់មិននៅក្នុងបន្ទប់ខណៈពេលដែលគាត់ចាប់ផ្ដើមសម្លឹងមើលក្នុងភូមិគាត់សង្កេតឃើញថាខារ៉ូបានគេងលក់បាត់ទៅហើយឡៃឡានិងរ៉ូដូសកំពុងតែមានការសន្ទនាដ៏តានតឹងមួយដែលនិយាយអំពីមូលីទន្ទឹមនឹងនោះឆេមកំពុងតែសួរហ្គាមថាតើនាងអាចបួងសួងទៅដល់ក្មេងៗដែលនៅភូមិរបស់មូលីម្ដងទៀតបានដែរឬទេហ្គាមបានឆ្លើយតបថាពួកគេនឹងទៅបួងសួងជាមួយគ្នានៅពេលដែលមូលីមានអារម្មណ៍ធូរស្រាលជាងនេះពេលនោះយូស៊ីអូក៏បានមើលទៅក្នុងបន្ទប់របស់មូលីហើយបានឃើញគាត់កំពុងអង្គុយអានសៀវភៅយ៉ាងស្ងៀមស្ងាត់ដែលសៀវភៅនោះមើលទៅស្រដៀងនឹងគម្ពីរដែលឆេមបានប្រើប្រាស់ដែរខណៈពេលដែលមូលីសម្លឹងមើលសៀវភៅនោះគាត់បានឆ្ងល់ថាហេតុអ្វីបានជាព្រះរបស់គាត់មិនជួយគាត់ដូចដែលព្រះនៃវាសនាបានជួយអ្នកភូមិនេះអញ្ចឹងយូស៊ីអូក៏បានដឹងថាសៀវភៅនេះស្រដៀងទៅនឹងគម្ពីររបស់ឆេមដែរដែលវាជាសៀវភៅដែលពោរពេញទៅដោយការបង្រៀនរបស់ព្រះដែលមូលីនិងប្រជាជនរបស់នាងជឿលើដោយសារតែគម្ពីរនេះមិនបានជួយមូលីនិងប្រជាជនរបស់នាងឲ្យសុខសាន្តបានមូលីក៏មានអារម្មណ៍ខឹងចំពោះព្រះរបស់នាងផងដែរ
រំពេចនោះយូស៊ីអូបានដឹងថាប្រសិនបើគាត់កំពុងនៅកន្លែងធ្វើការហើយអ្នកភូមិរបស់គាត់ត្រូវបានគេវាយប្រហារនោះគាត់ក៏នឹងមិនអាចជួយអ្វីដល់ពួកគេដែរហើយវានឹងធ្វើឲ្យអ្នកភូមិទាំងនោះបាត់បង់ទំនុកចិត្តលើគាត់ទៀតផងគាត់ឆ្ងល់ថាតើគាត់គួរក្លាយជាអ្នកអត់ការងារធ្វើវិញដែរឬទេប៉ុន្តែគាត់មិនចង់ត្រឡប់ទៅជីវិតចាស់របស់គាត់វិញទេផ្ទុយទៅវិញគាត់ប្រាថ្នាចង់បានប្រព័ន្ធមួយដែលងាយស្រួលជាងនេះដើម្បីជួយអ្នកភូមិពេលនោះគាត់បានកត់សម្គាល់ឃើញជម្រើសមួយដែលគាត់អាចមើលអ្នកភូមិតាមទូរស័ព្ទដៃរបស់គាត់បានគាត់បានទាញយកកម្មវិធីនោះយ៉ាងលឿនហើយបើកម្មវិធីនោះគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញថាគាត់អាចគ្រប់គ្រងអភូតហេតុនិងទំនាយផ្សេងបានយ៉ាងងាយស្រួលពីទូរស័ព្ទរបស់គាត់វាបានធ្វើឲ្យគាត់មានអារម្មណ៍ធូរស្រាលជាខ្លាំងព្រោះគាត់អាចត្រួតពិនិត្យអ្នកភូមិក្នុងអំឡុងពេលសម្រាកនៅកន្លែងធ្វើការបាននៅថ្ងៃបន្ទាប់ពេលយូស៊ីអូត្រឡប់មកពីធ្វើការវិញគាត់បានមើលទៅប្រអប់ហើយឃើញថាសត្វបង្គួយកំពុងស៊ីចំណីប៉ារបស់គាត់និងសាយូគីមិនទាន់មកដល់ផ្ទះទេដូច្នេះគាត់គិតថាម្ដាយគាត់ប្រហែលជាអ្នកឲ្យចំណីវាស៊ីបន្ទាប់មកគាត់បានទៅកុំព្យូទ័ររបស់គាត់ដើម្បីពិនិត្យមើលអ្នកភូមិហើយគាត់សម្គាល់ឃើញថាមនុស្សគ្រប់គ្នាកំពុងសប្បាយរីករាយជាមួយគ្នាមូលីសបានបង្ហាញខ្លួនមកហើយបានសុំទោសអ្នកគ្រប់គ្នាដែលនាងបានបង្កបញ្ហាបែបនេះមូលីសបានសួរថាតើពួកគេអាចអនុញ្ញាតឲ្យគាត់ស្នាក់នៅក្នុងភូមិនេះដែរឬទេគាត់បាននិយាយថាគាត់ធ្លាប់គិតចង់ចាក់ចេញពីព្រៃនេះដោយសង្ឃឹមថាមិត្តរបស់គាត់មួយចំនួននៅមានជីវិតប៉ុន្តែគាត់មិនដឹងថាពិភពលោកនៅខាងក្រៅព្រៃនេះមានសភាពបែបណាទេហេតុដូចនេះហើយមានតែភូមិនេះទេដែលជាកន្លែងតែមួយគត់ដែលគាត់មានអារម្មណ៍ថាគាត់អាចរស់នៅបានអ្នកគ្រប់គ្នាបានអបអរសាទរនិងស្វាគមន៍មូលីសយ៉ាងកក់ក្ដៅយូស៊ីអូមានអារម្មណ៍ត្រេកអរជាខ្លាំងដែលបានឃើញទិដ្ឋភាពបែបនេះហើយបាននិយាយថាអ្នកភូមិរបស់គាត់ចិត្តល្អមែនទែនគាត់បានឃើញសារជូនដំណឹងមួយសរសេរថាមូលីសបានផ្លាស់មកនៅក្នុងភូមិហើយឥឡូវនេះគាត់ក៏អាចចូលមើលព័ត៌មានរបស់នាងបានផងដែរគាត់បានឃើញថាមូលីសមានអាយុ151ឆ្នាំហើយដឹងថានាងជាមនុស្សស្រីមិនមែនជាមនុស្សប្រុសទេគាត់ឆ្ងល់ថាហេតុអ្វីបានជានាងនៅតែមើលទៅដូចជាមនុស្សវ័យ20ឆ្នាំហើយគិតថាប្រហែលជាពូជអែលហ្វអាចរស់នៅយូរហើយមានអាយុវែងបន្ទាប់មកមូលីសបានចាប់ដៃជាមួយហ្គាមហើយយូស៊ីអូគិតថាការដែលនាងមិនទាន់បានប្រាប់ពីភេទរបស់នាងទៅអ្នកណានោះជារឿងល្អមួយព្រោះតាមវិធីនេះឆេមប្រហែលជាមិនសូវមានអារម្មណ៍ច្រណែននឹងមូលីសទេនៅពេលដែលមូលីសចូលរួមជាមួយពួកគេក្នុងដំណើរបរបាញ់សត្វផ្សេងយូស៊ីអូមានអារម្មណ៍សប្បាយចិត្តដែលមានអ្នកភូមិម្នាក់ទៀតហើយសង្ឃឹមថាពួកគេនឹងចុះសម្រុងគ្នាយ៉ាងល្អចាប់ពីពេលនេះតទៅភ្លាមនោះស្រាប់តែគាត់បានទទួលការហៅទូរស័ព្ទពីសាយូគីគាត់បានសួរថាតើមានរឿងអ្វីហើយនាងបានប្រាប់គាត់ឲ្យប្រញាប់មករកនាងព្រោះនាងមានអារម្មណ៍ថាដូចជាមានអ្នកណាម្នាក់កំពុងតាមដាននាងនៅពេលដែលនាងចុះពីឡានក្រុងដូច្នេះនាងបានរត់ចូលទៅក្នុងហាងមួយកន្លែងសំឡេងនាងហាក់ដូចជាភ័យខ្លាចដូច្នេះគាត់បានប្រាប់នាងឲ្យស្ងប់ចិត្តហើយថាគាត់កំពុងធ្វើដំណើរទៅហើយគាត់បានណែនាំនាងកុំឲ្យចាក់ចេញពីហាងនោះយូស៊ីអូក៏បានប្រញាប់ទៅរកនាងខណៈពេលដែលសត្វបង្គួយរបស់គាត់កំពុងសម្លឹងមើលគាត់ចាក់ចេញពីបន្ទប់គាត់បានធាក់កង់របស់គាត់ឲ្យលឿនបំផុតតាមដែលអាចធ្វើបានហើយឆ្ពោះទៅកាន់ហាងនោះយូស៊ីអូធាក់កង់កាន់តែលឿនដោយក្រឡេកមើលជុំវិញតំបន់នោះក្រែងលោបានឃើញជនតាមដាននោះប៉ុន្តែឥឡូវនេះគាត់ផ្ដោតលើការទៅឲ្យដល់កន្លែងសាយូគីកំពុងនៅជាមុនសិនគាត់ប្រញាប់ទៅហាងនោះហើយសួរភ្លាមថាតើនាងមិនអីទេឬនាងបាននិយាយថានាងមិនអីទេប៉ុន្តែគាត់អាចមើលឃើញថានាងនៅតែភ័យនៅឡើយទេគាត់ប្រាប់នាងឲ្យនៅស្ងៀមសិនខណៈពេលដែលគាត់ចេញទៅដោះស្រាយជាមួយជនដែលតាមដាននាងនោះសាយូគីបានខត់គាត់ហើយប្រាប់ពីរូបរាងរបស់ជនដែលនាងបានឃើញ10នាទីក្រោយមកយូស៊ីអូបានត្រឡប់មកវិញដោយប្រាប់ថាគាត់បានស្វែងរកជុំវិញតំបន់នេះអស់ហើយប៉ុន្តែមិនឃើញនរណាម្នាក់មានរូបរាងដូចដែលនាងបានប្រាប់គាត់ទេនាងបានសុំទោសដោយនិយាយថានាងប្រហែលជាមើលច្រឡំហើយយូស៊ីអូក៏បានធានានាងថានាងមិនមានរឿងអ្វីខុសឆ្គងនោះទេនៅថ្ងៃបន្ទាប់ខណៈពេលដែលយូស៊ីអូកំពុងត្រឡប់មកពីធ្វើការវិញសាយូគីបានផ្ញើសារប្រាប់គាត់ថាប៉ារបស់ពួកគេនឹងទៅទទួលនាងគាត់មានអារម្មណ៍ធូរស្រាលពេលឮបែបនេះហើយចាប់តាំងពីថ្ងៃនោះមកគាត់ឬប៉ារបស់ពួកគេតែងតែទៅទទួលសាយូគីនៅចំណតរថយន្តក្រុងជានិច្ចនៅតាមផ្លូវទៅផ្ទះយូស៊ីអូបានលេងហ្គេមភូមិនៃវាសនានៅលើទូរស័ព្ទរបស់គាត់បានបើកហ្គេមមកហើយឃើញថាមូលីសបានសួរអ្នករាល់គ្នាថាតើមានអ្នកណាចង់ទៅលេងភូមិរបស់នាងនៅថ្ងៃស្អែកដែរឬទេយូស៊ីអូឆ្ងល់ថាហេតុអ្វីបានជានាងអញ្ជើញពួកគេទៅកាន់ភូមិដែលត្រូវបានបំផ្លាញបែបនេះប៉ុន្តែមូលីសបានពន្យល់ថាទោះបីជាភូមិរបស់នាងត្រូវបានភ្លើងឆេះបាត់អស់ក៏ដោយក៏ពួកគេនៅតែមានសម្ភារៈប្រើប្រាស់និងអាហារមួយចំនួនដែលនៅសេសសល់ដែរនាងគិតថាពួកគេអាចរករបស់របរមកប្រើប្រាស់បានហើយវិញ្ញាណរបស់អ្នកភូមិនឹងសប្បាយចិត្តប្រសិនបើសម្ភារៈរបស់ពួកគេត្រូវបានគេយកទៅប្រើប្រាស់យូស៊ីអូបានសួរថាតើនាងពិតជាមិនអីទេចំពោះរឿងនេះ
ហើយមូលីសបានបញ្ជាក់ដោយនិយាយថាពួកគេបានសងសឹកឲ្យប្រជាជនរបស់នាងហើយដូច្នេះវាជារឿងត្រឹមត្រូវដែលនាងអាចសងគុណពួកគេវិញយូស៊ីអូយល់ថាហេតុផលរបស់នាងអាចទទួលយកបានហើយខារ៉ូដោយរំភើបចិត្តបាននិយាយថានាងចង់ទៅដែររ៉ូដូសនិងឡាយឡាមានការព្រួយបារម្ភជាខ្លាំងមកលើខារ៉ូប៉ុន្តែខារ៉ូបានពន្យល់ថានាងនៅតែក្នុងផ្ទះដូច្នេះនាងចង់ចេញក្រៅនាងចង្អុលទៅឆេមហើយនិយាយថាវាមិនយុត្តិធម៌ទេដែលមានតែឆេមទើបអាចទៅបានទោះបីជានាងមិនសូវមានប្រយោជន៍ក៏ដោយហ្គាមបានធានាប្រាប់នាងថាមិនអីទេហើយពួកគេនឹងនាំខារ៉ូទៅជាមួយដែរប៉ុន្តែឆេមបានជំទាស់ដោយនិយាយថាវាគ្រោះថ្នាក់ណាស់ហ្គាមពន្យល់ថាពួកគេបានកម្ចាត់សត្រូវអស់ហើយដូច្នេះវាគួរតែមានសុវត្ថិភាពជាងមុនក្នុងការទៅទីបំផុតឆេមបានសុំឲ្យខារ៉ូសន្យាថានាងនឹងស្ដាប់បង្គាប់ហ្គាមដោយគ្មានការត្អូញត្អែរហើយខារ៉ូក៏យល់ព្រមឆេមនៅតែហាក់ដូចជាចង់ជំទាស់ដូច្នេះហ្គាមក៏បន្ថែមថារ៉ូដូសនិងឡាយឡាក៏នឹងទៅជាមួយពួកគេដែរគាត់ពន្យល់ថាអ្នកគ្រប់គ្នាត្រូវការផ្លាស់ប្ដូរបរិយាកាសខ្លះបើមិនដូច្នេះទេពួកគេនឹងតានតឹងហើយអាចនឹងបាក់ទឹកចិត្តជាមិនខានការស្រូបខ្យល់អាកាសបរិសុទ្ធអាចនឹងធ្វើឲ្យពួកគេមានអារម្មណ៍ល្អបានយូស៊ីអូត្រេកអរដែលបានឃើញហ្គាមបោះជំហានធ្វើជាអ្នកការពារសម្រាប់អ្នកភូមិមូលីសបានស្នើឲ្យពួកគេធ្វើដំណើរដោយសេះហើយប្រើរទេះដើម្បីដឹកទំនិញត្រឡប់មកវិញអ្នកគ្រប់គ្នារួមទាំងយូស៊ីអូផងដែរពេញចិត្តនឹងផែនការនេះយូស៊ីអូគិតថាវានឹងធ្វើឲ្យការធ្វើដំណើរនេះកាន់តែមានតម្លៃនៅពេលដែលពួកគេមានរទេះសម្រាប់ដឹកជញ្ជូនរបស់ទាំងអស់មកភូមិវិញយ៉ាម៉ាម៉ូតូក៏សម្គាល់ឃើញថាយូស៊ីអូកំពុងលេងហ្គេមហើយសួរថាតើវាជាហ្គេមទើបតែចេញថ្មីមែនទេយូស៊ីអូក៏និយាយថាបាទប៉ុន្តែពេលនោះគាត់បានឃើញថាយ៉ាម៉ាម៉ូតូមើលទៅមុខស្រពោនដូច្នេះគាត់ក៏បានសួរថាតើមានរឿងអ្វីកើតឡើងនៅថ្ងៃនេះមែនទេយ៉ាម៉ាម៉ូតូបានរំលឹកគាត់អំពីហ្គេមដែលគាត់ធ្លាប់ញៀនហើយយូស៊ីអូក៏នឹកឃើញដោយសួរថាវាជាហ្គេមយុទ្ធសាស្ត្រដែលគាត់ត្រូវលួចយកទឹកដីសត្រូវនឹងមែនឬទេយ៉ាម៉ាម៉ូតូបានបញ្ជាក់ដោយប្រាប់ថាមូលដ្ឋានទ័ពរបស់គាត់ត្រូវបានសត្រូវវាយយកគាត់ពន្យល់ថាគាត់បានចំណាយលុយជាច្រើនដើម្បីពង្រឹងកងកម្លាំងរបស់គាត់ប៉ុន្តែចុងក្រោយវាបែរជាអត់ប្រយោជន៍ទៅវិញយ៉ាម៉ាម៉ូតូបានបន្ថែមថាគាត់នៅសល់មូលដ្ឋានខ្លះទៀតប៉ុន្តែការបាត់បង់ប្រាក់ខែពាក់កណ្ដាលទៅលើហ្គេមនេះគឺជារឿងដ៏ឈឺចាប់សម្រាប់គាត់យូស៊ីអូអាណិតគាត់ដោយបាននិយាយថាគាត់ក៏បានចំណាយលុយរាប់ពាន់យេនទៅលើប្រតិបត្តិការទិញរបស់របរនៅក្នុងហ្គេមដូច្នេះគាត់យល់ពីអារម្មណ៍នោះពេលយូស៊ីអូមកដល់ផ្ទះគាត់បានពិនិត្យមើលភូមិរបស់គាត់នៅក្នុងហ្គេមអ្នកភូមិកំពុងតែរៀបចំខ្លួនចេញដំណើរតាមសេះរបស់ពួកគេគាត់ក៏សម្គាល់ឃើញថាមានទន្លេមួយនៅជិតរូងភ្នំដូច្នេះហើយពួកគេកំពុងដើរតាមផ្លូវវាងដើម្បីជៀសវាងការឆ្លងកាត់វាយូស៊ីអូគិតថាវាជារឿងដែលល្អបំផុតក្នុងការបន្តតាមដានផែនទីឲ្យបានដិតដល់ហើយប្រុងប្រយ័ត្នចំពោះបរិស្ថានជុំវិញពួកគេដោយសារតែមូលីសឥឡូវនេះជាអ្នកភូមិម្នាក់គាត់អាចមើលឃើញកន្លែងទាំងអស់ដែលនាងធ្លាប់ធ្វើដំណើរប៉ុន្តែគាត់នៅតែមិនអាចមើលឃើញទិដ្ឋភាពទាំងស្រុងនៃព្រៃហាមឃាត់នេះបានទេគាត់ឆ្ងល់ថាតើផែនទីនេះធំប៉ុណ្ណាទៅខណៈពេលពួកគេជិះខារ៉ូបាននិយាយលេងសើចជាមួយហ្គាមដោយនិយាយថាគាត់មើលទៅដូចជាទេវតាដែលកំពុងការពារព្រះនាងហ្គាមញញឹមហើយហៅនាងថាព្រះនាងដោយសួរថាការជិះរបស់នាងស្រួលទេខារ៉ូឆ្លើយយ៉ាងសប្បាយរីករាយថាវាមានផាសុកភាពខ្លាំងណាស់ប៉ុន្តែឆេមមានអារម្មណ៍ប្រច័ណ្ឌបន្តិចបន្ទាប់ពីលើបែបនោះពួកគេជិតទៅដល់ភូមិហើយពេលនោះយូស៊ីអូក៏សម្គាល់ឃើញថាមានមនុស្សមួយចំនួននៅទីនោះរួចហើយពួកគេហាក់ដូចមិនមែនជាសត្រូវទេប៉ុន្តែគាត់មិនអាចមើលឃើញព័ត៌មានពីប្រវត្តិរបស់ពួកគេណាមួយបានទេហើយក៏មិនអាចលើពីអ្វីដែលពួកគេកំពុងនិយាយដូចគ្នាគាត់បានដឹងថាគាត់មិនអាចយល់ពីពួកគេបានទេលុះត្រាតែមានព្រះគម្ពីរនៅក្បែរនោះនេះធ្វើឲ្យគាត់គិតថាដំណើរការនៅក្នុងហ្គេមនេះអាស្រ័យលើព្រះគម្ពីរដោយសារតែគាត់មិនអាចធ្វើអភូតហេតុឬទំនាយបានទេបើគ្មានវានៅជិតគាត់គិតចង់ព្រមានអ្នកភូមិប៉ុន្តែគាត់សម្រេចចិត្តថានឹងរងចាំសិនក្រែងលោមានរឿងអាក្រក់ជាងនេះកើតឡើងហើយគាត់ត្រូវសន្សំទំនាយនោះនៅពេលអ្នកភូមិបានទៅដល់ភូមិរបស់មូលីសពួកគេឃើញថាវាស្ថិតក្នុងស្ថានភាពដ៏អាក្រក់ស្រាប់តែហ្គាមប្រាប់អ្នកគ្រប់គ្នាឲ្យនៅពីក្រោយផ្ទះមួយដោយប្រាប់ពួកគេថាមានមនុស្សនៅខាងមុខមូលីសនិងហ្គាមបានរត់ទៅមុខដោយមូលីសបានត្រៀមធ្នូរបស់នាងដោយឆ្ងល់ថាហេតុអ្វីបានជាមានមនុស្សទាំងនេះនៅក្នុងភូមិរបស់នាងភ្លាមនោះមូលីសបានចំណាំបុរសនោះហើយសួរថាគាត់ជាដុលមែនទេបុរសនោះបានញញឹមហើយក៏ចំណាំមូលីសវិញដោយសួរថាតើនាងមិនអីទេឬគាត់បានប្រាប់ឆ្មាំរបស់គាត់ឲ្យទុកអាវុធហើយក៏បានបង្ហាញការព្រួយបារម្ភអំពីស្ថានភាពភូមិដោយនិយាយថាគាត់មានអារម្មណ៍ធូរស្រាលបន្តិចពេលឃើញមូលីសមានសុវត្ថិភាពគាត់បានណែនាំខ្លួនថាគាត់ជាអ្នកលក់ដូរតាមផ្លូវហើយបានប្រាប់ថាគាត់នឹងទិញរបស់ទាំងអស់ដែលពួកគេមានដោយយល់ថាពួកគេកំពុងតែឆ្លងកាត់ពេលវេលាដ៏លំបាករ៉ូដូសបាននិយាយជាមួយបុរសនោះហើយស្នើថានៅពេលដែលពួកគេរួចរាល់ពួកគេគួរតែធ្វើដំណើរទៅកាន់រូងភ្នំជាកន្លែងដែលអ្នកភូមិអាចលក់ទំនិញខ្លះទៅឲ្យគាត់យូស៊ីអូមានអារម្មណ៍សប្បាយចិត្តដែលបានឃើញបែបនេះដោយនឹកឃើញថាគាត់បានប្រើអភូតហេតុអ្នកលក់ដូរតាំងពី3ថ្ងៃមុនមកម្ល៉េះ
ដូច្នេះឥឡូវនេះគាត់យល់ថាអភូតហេតុខ្លះត្រូវការពេលវេលាដើម្បីមានប្រសិទ្ធភាពបន្ទាប់ពីរទេះត្រូវបានពេញអ្នកលក់ដូរបានប្រាប់អ្នកគ្រប់គ្នាហើយឆេមសួរថាតើនាងអាចបួងសួងសម្រាប់ប្រជាជននៅក្នុងស្រុកកំណើតរបស់មូលីសមុនពេលដែលពួកគេចាក់ចេញបានទេមូលីសមកក្បាលយល់ព្រមហើយពួកគេក៏បួងសួងជាមួយគ្នាយូស៊ីអូគិតថាទិដ្ឋភាពនេះពិតជារំជួលចិត្តរបស់គាត់មែនទែនបន្ទាប់មកគាត់បានកត់សម្គាល់ឃើញថាអ្នកភូមិកំពុងធ្វើដំណើរត្រឡប់មកវិញហើយមានអារម្មណ៍ធូរស្រាលដែលពួកគេមានសុវត្ថិភាពហើយគាត់ក៏ទៅផ្ទះបាយដើម្បីយកសាច់និងផ្លែឈើខ្លះពេលគាត់ត្រឡប់មកវិញគាត់មើលទៅកែវចិញ្ចឹមបង្គាយរបស់គាត់ដើម្បីដាក់ចំណីឲ្យវាប៉ុន្តែវាមិននៅទីនោះទេប៉ុន្តែពេលនោះគាត់ក៏បានឃើញវានៅលើតុគាត់ឆ្ងល់ថាវាគេចចេញពីកែវនោះដោយរបៀបណារួចក៏ឲ្យសាច់មួយដុំទៅវាក្នុងពេលនោះដុលបានសម្លឹងមើលអ្នកភូមិដែលម្នាក់មានជំនាញរៀងខ្លួនហើយគាត់ក៏បាននិយាយថាពួកគេពិតជាគួរឲ្យចាប់អារម្មណ៍មែនទែនពេលរ៉ូដូសរាប់លុយគាត់បាននិយាយថាចំនួននេះហាក់ដូចជាច្រើនបន្តិចហើយដុលបានពន្យល់ថាគាត់បានឲ្យលុយលើសដោយគាត់ដឹងថាពួកគេទទួលបានពរជ័យពីព្រះនៃវាសនាហើយគាត់ជឿថាវានឹងនាំមកនូវការរីកចម្រើនសម្រាប់ពួកគេទាំងសងខាងយូស៊ីអូគិតថាគាត់ចូលចិត្តអំពើល្អរបស់អ្នកជំនួញម្នាក់នេះណាស់បន្ទាប់មករ៉ូដូសបានសួរថាតើមានអ្នកណាចង់ប្តូរទៅរស់នៅក្នុងភូមិរបស់ដុលដែរឬទេដោយសារពួកគេកំពុងខ្វះមនុស្សដុលបាននិយាយថាភូមិជាច្រើនត្រូវបានបំផ្លាញដោយសារតែបិសាចក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះហើយប្រជាជនរបស់គាត់កំពុងស្វែងរកកន្លែងស្ងប់ស្ងាត់ដើម្បីរស់នៅអ្នកភូមិមានការភ្ញាក់ផ្អើលចំពោះការផ្ដល់ជូននេះហើយយូស៊ីអូក៏ឆ្ងល់ថាតើការចាក់ចេញពីព្រៃហាមឃាត់នឹងបញ្ចប់ហ្គេមនេះមែនទេទីបំផុតរ៉ូដូសបាននិយាយថាពួកគេចង់ស្នាក់នៅក្នុងព្រៃហាមឃាត់គាត់ទទួលស្គាល់ថាវាស្ដាប់ទៅដូចជាល្ងងប៉ុន្តែគាត់ចង់រស់នៅលើទឹកដីដែលត្រូវបានការពារដោយព្រះនៃវាសនាឡៃឡាដែលជាប្រពន្ធរបស់គាត់បានយល់ព្រមជាមួយគំនិតប្តីនាងមូលីសបានបន្ថែមថានាងក៏មិនចង់ចាក់ចេញពីកន្លែងនេះដែរព្រោះនេះជាកន្លែងដែលបងប្អូនរបស់នាងបានស្លាប់ពួកគេទាំងអស់គ្នាបានយល់ព្រមរស់នៅជាមួយគ្នាក្នុងព្រៃដែលធ្វើឲ្យយូស៊ីអូសប្បាយចិត្តដោយដឹងថាពួកគេពេញចិត្តនឹងការសម្រេចចិត្តរបស់គាត់ដែលជាព្រះរបស់ពួកគេដុលបន្ទាប់មកបានលើកឡើងថាគាត់ស្គាល់មនុស្សមួយចំនួនដែលចង់មករស់នៅកន្លែងក្នុងព្រៃបែបនេះដោយសារតែពួកគេត្រូវបានគេបណ្តេញចេញពីផ្ទះគាត់ក៏បានជូនពរឲ្យអ្នកភូមិមានសេចក្តីសុខនិងសុវត្ថិភាពផងដែរបន្ទាប់ពីចាប់ដៃគ្នារួចដុលបានសន្យាថានឹងត្រឡប់មកវិញនៅប៉ុន្មានថ្ងៃទៀតជាមួយនឹងទំនិញដែលពួកគេបានស្នើសុំរួចក៏ចេញដំណើរទៅខណៈពេលដែលអ្នកគ្រប់គ្នាបានបក់ដៃលាគាត់យូស៊ីអូមានអារម្មណ៍ដឹងគុណចំពោះអ្វីទាំងអស់ដែលបានកើតឡើងដូច្នេះគាត់ក៏សម្រេចចិត្តសរសេរទំនាយមួយទៅកាន់អ្នកភូមិឆេមបានអានវាលឺវាគឺជាសារស្វាគមន៍មូលីសហើយគាត់ក៏បាននិយាយលើកទឹកចិត្តនិងពង្រឹងកម្លាំងចិត្តរបស់ពួកគេអ្នកគ្រប់គ្នាសប្បាយចិត្តដែលបានឮទំនាយនេះហើយយូស៊ីអូមានអារម្មណ៍ល្អនៅពេលឃើញពួកគេសប្បាយចិត្តបែបនេះបន្ទាប់មកគាត់ក៏បានគិតដល់រដូវរងាដែលខិតជិតមកដល់និងរបៀបដែលពួកគេត្រូវត្រៀមខ្លួនភ្លាមនោះគាត់ឆ្ងល់ថាតើគាត់គួរដាក់ឈ្មោះសត្វបង្គួយរបស់គាត់ថាអ្វីគាត់សួរថាតើបង្គួយមាសជាឈ្មោះល្អដែរឬទេប៉ុន្តែសត្វបង្គួយបានក្រវីក្បាលបដិសេធយូស៊ីអូក៏ស្នើឈ្មោះដេធីនីហើយពេលឮបែបនេះសត្វបង្គួយបានងក់ក្បាលហើយយូស៊ីអូក៏បានដាក់ឈ្មោះឲ្យវាយ៉ាងសប្បាយចិត្តថាដេធីនីខណៈកំពុងអង្គុយលើកៅអីរបស់គាត់យូស៊ីអូបានផ្ញើសារទៅសេកាហើយបង្ហាញនាងនៅរូបចម្លាក់ដែលខារ៉ូបានឆ្លាក់ឲ្យគាត់សេកាពិតជាចូលចិត្តវាណាស់គំនិតរបស់យូស៊ីអូក៏បានរសាត់ត្រឡប់ទៅកាលពី10ឆ្នាំមុននៅពេលដែលសេការកបានការងារនៅក្រុមហ៊ុនធំមួយខណៈពេលដែលគាត់កំពុងជួបការលំបាកក្នុងការស្វែងរកការងារដោយសារការខកចិត្តនិងការខ្មាស់អៀនគាត់បានកាត់ផ្តាច់ទំនាក់ទំនងជាមួយនាងហើយបដិសេធមិននិយាយជាមួយនាងដោយមានអារម្មណ៍មុម៉ៅនិងខ្មាស់អៀនឥឡូវនេះគាត់មានអារម្មណ៍ខុសចំពោះរឿងនេះហើយឆ្ងល់ថាតើមនុស្សដូចគាត់ស័ក្តិសមនឹងនិយាយជាមួយនាងម្ដងទៀតទេខណៈពេលដែលគាត់សម្លឹងមើលហ្គាមនៅលើអេក្រង់កុំព្យូទ័ររបស់គាត់ក៏សម្គាល់ថាហ្គាមទោះបីមិនមែនជាអ្នកពូកែនិយាយក៏នៅតែអាចតាក់ទងជាមួយអ្នកដទៃបានដែរយូស៊ីអូឆ្ងល់ថាតើគាត់អាចរៀនអ្វីខ្លះពីគាត់បានពេលនោះខារ៉ូបានបង្ហាញខ្លួនហើយសួរថាហ្គាមកំពុងធ្វើអ្វីគាត់ប្រាប់នាងថាគាត់មានបំណងទៅបរបាញ់ជាមួយមូលីសយូស៊ីអូក៏សម្គាល់ថាខារ៉ូមានចរិតស្រដៀងនឹងឆេមដែរនៅពេលឃើញហ្គាមស្និទ្ធនឹងមូលីសបែបនេះដោយនាងមានអារម្មណ៍ប្រច័ណ្ឌបន្តិចបន្តួចហ្គាមបានអង្អែលក្បាលនាងហើយប្រាប់នាងថាគាត់នឹងត្រឡប់មកវិញឆាប់នេះយូស៊ីអូគិតក្នុងចិត្តថាមានតែមនុស្សប្រុសដែលមានទំនុកចិត្តទេដែលអាចធ្វើរឿងបែបនេះបានហើយក៏គិតថាគាត់ប្រហែលជាមិនអាចរៀនជំនាញនេះបានទេបន្ទាប់មកយូស៊ីអូសម្លឹងមើលទៅរ៉ូដូសដោយគិតថាក្នុងនាមជាបុរសសាមញ្ញម្នាក់ដែលមានប្រពន្ធនិងកូនគាត់ប្រហែលជាអាចដោះស្រាយការនិយាយគ្នាបានដូចមនុស្សពេញវ័យធម្មតារ៉ូដូសកំពុងរវល់ធ្វើបញ្ជីឈ្មោះជាមួយឡៃឡាដើម្បីប្រគល់ឲ្យដុលគាត់បានប្រាប់ឡៃឡាថាគាត់សប្បាយចិត្តដែលពួកគេបានជួបដុលព្រោះបើមិនដូច្នោះទេគាត់ប្រកាសជាត្រូវទៅទីក្រុងដើម្បីទិញអីវ៉ាន់ជាមិនខាន
ឡៃឡាឆ្ងល់ថាវាប្រហែលជាសញ្ញាពីព្រះហើយដោយនិយាយថាគាត់មិនចាំបាច់បង្ខំខ្លួនឯងពេកទេប៉ុន្តែរ៉ូដូសទទួលស្គាល់ថាការឃើញហ្គាមធ្វើការយ៉ាងលំបាកទោះបីជាហ្គាមក្មេងជាងគាត់ក៏ដោយបានធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់គួរតែធ្វើអ្វីឲ្យបានច្រើនជាងនេះគាត់មានអារម្មណ៍ថាគាត់គ្មានប្រយោជន៍សោះហើយគាត់ក៏បានបន្ថែមថាគាត់ខ្លាចខារ៉ូលអាចនឹងបាក់ចិត្តនឹងរត់ទៅនៅជាមួយហ្គាមហើយយូស៊ីអូក៏បានយល់ពីក្តីបារម្ភរបស់គាត់ដែរឡៃឡាបានលួងលោមគាត់ដោយនិយាយថាវាប្រហែលជាហួសពេលទៅហើយវាមិនមែនជារឿងធំដុំនោះទេ UCO ក៏មានអារម្មណ៍ថាខ្លួនឯងគ្មានប្រយោជន៍បន្តិចដែរហើយបានគិតថាតើគាត់គួរសុំដំបូន្មានពីសាយូគីដែរឬទេប៉ុន្តែនាងប្រហែលជានឹងសើចចំអកឲ្យគាត់ជាមិនខាន UCO បានគិតចង់សុំដំបូន្មានពីមិត្តភក្តិលេងហ្គេមអនឡាញម្នាក់របស់គាត់ដែលពូកែតាក់ទាញមនុស្សស្រីប៉ុន្តែបន្ទាប់មកគាត់ស្រាប់តែនឹកឃើញថាគាត់មិនទាន់បានផ្ដល់ទំនាយណាមួយនៅឡើយទេថ្ងៃនេះដោយមិនប្រកាសថាត្រូវនិយាយអ្វីគាត់ក៏សម្រេចចិត្តសុំដំបូន្មានពីអ្នកភូមិគាត់បានសរសេរទំនាយមួយទៅពួកគេដោយប្រាប់ថាអ្នកជាវ័យក្មេងម្នាក់របស់គាត់កំពុងមានបញ្ហាអំពីស្នេហាហើយសុំដំបូន្មានរបស់ពួកគេអំពីរបៀបនៃការទំនាក់ទំនងរបស់មនុស្សអ្នកភូមិមានការភ័ន្តច្រឡំបន្តិចនៅពេលពួកគេអានវាដោយឆ្ងល់ថាព្រះរបស់ពួកគេពិតជាកំពុងសួរពួកគេអំពីស្នេហាមែនឬដោយឃើញប្រតិកម្មរបស់ពួកគេ UCO ចាប់ផ្ដើមព្រួយបារម្ភថាគាត់បានធ្វើខុសតើព្រះប្រភេទណាដែលទៅសុំយោបល់ពីអ្នកដើរតាមរបស់ខ្លួនអំពីស្នេហានោះគាត់មានអារម្មណ៍ថាគាត់បានបាត់បង់សេចក្តីថ្លៃថ្នូររបស់គាត់ប៉ុន្តែបន្ទាប់មកខារ៉ូបាននិយាយថាប្រហែលជាព្រះកំពុងចង់បានដំបូន្មានស្នេហាពីពួកគេឆេមប្រញាប់ប្រាប់នាងឲ្យឈប់និយាយនិងហាមកុំឲ្យរំខានព្រះរបស់ពួកគេជាមួយនឹងរឿងបែបនេះទោះជាយ៉ាងណាក៏ដោយឡៃឡាបានរំលឹកពួកគេកុំឲ្យប្រងើយកន្តើយនឹងសំណើរបស់ព្រះរបស់ពួកគេដោយនិយាយថាវាជាឱកាសដ៏កម្រមួយសម្រាប់ពួកគេក្នុងការតបស្នងចំពោះអ្វីគ្រប់យ៉ាងដែលព្រះរបស់ពួកគេបានធ្វើកន្លងមកមូលីសបានសារភាពថានាងមិនសូវយល់ពីស្នេហាទេបន្ទាប់មកឡៃឡាបានសួរឆេមពីព័ត៌មានលម្អិតបន្ថែមហើយឆេមបានពន្យល់ថាបុរសដែលសុំជំនួយនោះមានមិត្តភក្តិកាលពីកុមារភាពម្នាក់ហើយគាត់មានទំនាក់ទំនងលើសពីមិត្តភក្តិប៉ុន្តែមិនមែនជាសង្សារនោះទេបន្ទាប់ពីឆេមបានពន្យល់ពីស្ថានភាពទាំងមូលរួចខារ៉ូបានផ្ដល់យោបល់យ៉ាងរំភើបថាគាត់គ្រាន់តែត្រូវការចេញទៅណាត់ជួបជាមួយនាងតែប៉ុណ្ណោះយូស៊ីអូភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពជឿជាក់ដែលនាងនិយាយប៉ុន្តែគាត់មិនប្រកាសថាគាត់អាចធ្វើវាបានដោយងាយស្រួលបែបនេះទេឆេមយល់ស្របដោយបន្ថែមថាការចំណាយពេលដ៏រីករាយជាមួយគ្នានឹងជួយកាត់បន្ថយគម្លាតរវាងពួកគេឡៃឡាក៏បានចូលរួមផងដែរដោយនិយាយថានាងនិងរ៉ូឌូសបានចេញទៅណាត់ជួបជាមួយគ្នារហូតមុនពេលពួកគេរៀបការដោយភាពខ្មាស់អៀនរ៉ូឌូសបានសុំនាងកុំឲ្យនិយាយអំពីវានៅចំពោះមុខអ្នកគ្រប់គ្នាបន្ទាប់មកឆេមបានសួរមូលីសថាតើនាងគិតយ៉ាងណាមូលីសបានពន្យល់ថាសម្រាប់ពូជរបស់នាងពួកគេចំណាយពេលច្រើនណាស់ដើម្បីកសាងក្តីស្រឡាញ់ដោយប្រុងប្រយ័ត្នហើយពួកគេកម្រនឹងធ្វើអ្វីផ្សេងជាមួយគ្នាណាស់ដូច្នេះនាងសារភាពថានាងប្រហែលជាមិនមែនជាមនុស្សដែលល្អបំផុតក្នុងការផ្ដល់ដំបូន្មានទេដោយគិតពីការណាត់ជួបយូស៊ីអូនឹកឃើញថាគាត់ធ្លាប់ណាត់ចេញក្រៅជាមួយគេ2-3ដងដែរប៉ុន្តែគាត់ឆ្ងល់ថាតើការណាត់ជួបប្រភេទណាដែលគូស្នេហ៍ពិតគេតែងតែធ្វើឆេមបន្ទាប់មកបានបន្ថែមថានាងគ្រាន់តែចូលចិត្តនរណាម្នាក់ដែលអាចនៅក្បែរនាងដោយក្តីរីករាយឡៃឡាបានលេងសើចជាមួយរ៉ូឌូសម្ដងទៀតដែលវាបានធ្វើឲ្យគាត់កាន់តែអៀននិងមានមុខក្រហមបន្ទាប់ពីស្ដាប់ការសន្ទនារបស់ពួកគេរួចយូស៊ីអូមានអារម្មណ៍ថាគាត់ទទួលបានការលើកទឹកចិត្តពីអ្នកភូមិជាខ្លាំងប៉ុន្តែគាត់ដឹងថាការចេញទៅណាត់ជួបមិនមែនជារឿងដែលគាត់អាចធ្វើបាននៅឡើយទេទោះជាយ៉ាងណាក៏ដោយគាត់នៅតែឆ្ងល់ថាតើគាត់គួរផ្ញើសារបែបណាទៅកាន់សីកាបន្ទាប់ពីគិតរួចគាត់ក៏បានសម្រេចចិត្តបបួលនាងចេញទៅក្រៅលេងហើយក៏បានផ្ញើសារនោះទៅនាងខណៈពេលកំពុងរង់ចាំការឆ្លើយតបរបស់នាងយូស៊ីអូក៏សម្គាល់ឃើញដេធីនីដែលជាសត្វចិញ្ចឹមរបស់គាត់ព្យាយាមលួងលោមគាត់បន្ទាប់មកទីបំផុតគាត់ក៏ទទួលបានការឆ្លើយតបវិញនាងបានប្រាប់ថាវាជាថ្ងៃធ្វើការហើយនាងរវល់នឹងការងារប៉ុន្តែស្នើឲ្យគាត់សួរម្ដងទៀតនៅពេលក្រោយយូស៊ីអូខកចិត្តនឹងខ្លួនឯងដែលមិនមានបទពិសោធន៍ច្រើនក្នុងស្ថានភាពសង្គមប៉ុន្តែគាត់ដឹងថានាងមិនបានបដិសេធការអញ្ជើញរបស់គាត់ទាំងស្រុងនោះទេគាត់ព្យាយាមរងាប់អារម្មណ៍ដោយសម្រេចចិត្តសាកល្បងម្ដងទៀតនិងធ្វើឲ្យអស់ពីសមត្ថភាពរបស់គាត់នៅពេលក្រោយយូស៊ីអូក៏សម្គាល់ឃើញឡៃឡាខារ៉ូនិងឆេមនិយាយអំពីទំនាយជាមួយគ្នាដោយមើលទៅហាក់បីដូចជាបារម្ភអំពីលទ្ធផលគាត់ដឹងថាពួកគេចង់ដឹងថាតើរឿងរ៉ាវនឹងទៅជាយ៉ាងណាហើយគាត់គិតថាតើគាត់គួរតែប្រាប់លទ្ធផលដល់ពួកគេដែរឬទេគាត់សម្រេចចិត្តផ្ញើទំនាយមួយទៀតទៅពួកគេដោយអរគុណពួកគេសម្រាប់ជំនួយនិងបង្ហាញពីការដឹងគុណរបស់គាត់ស្ត្រីទាំងនោះសប្បាយចិត្តនៅពេលអានសាររបស់គាត់ហើយយូស៊ីអូដឹងថាពួកគេរំលឹកគាត់ពីម្ដាយរបស់គាត់និងសាយូគីដែលរំភើបនៅពេលដែលពួកគេកំពុងមើលរឿងភាគគាត់គិតថាអ្នកភូមិប្រហែលជាផ្ដោតខ្លាំងពេកលើការរស់រានមានជីវិតរហូតដល់ពួកគេមិនសូវមានពេលវេលាសម្រាប់សប្បាយឬការកម្សាន្តណាមួយរហូតមកដល់ពេលនេះការឃើញពួកគេរំភើបបែបនេះធ្វើឲ្យគាត់សប្បាយចិត្ត
ហើយទោះបីជាគាត់មានអារម្មណ៍ខ្មាស់អៀនបន្តិចក៏ដោយក៏គាត់គិតថាគាត់នៅតែអាចចែករំលែកជីវិតស្នេហារបស់គាត់ជាមួយពួកគេបាននៅថ្ងៃបន្ទាប់ UCO បានផ្ញើទំនាយមួយទៀតដោយប្រាប់អ្នកភូមិថាអ្នកជឿរបស់គាត់ទទួលបានជោគជ័យក្នុងការណាត់ជួបហើយប៉ុន្តែគាត់មិនដឹងថានឹងត្រូវនាំនាងទៅណាទេអ្នកភូមិរំភើបចិត្តនៅពេលអានរឿងនេះពួកគេចាប់ផ្ដើមពិភាក្សាអំពីកន្លែងដែលពួកគេអាចទៅដូចជារោងល្ខោនឬកន្លែងស្រដៀងគ្នានេះCarol ស្រែកយ៉ាងរំភើបថានាងចង់មើលល្ខោនហើយ Molly ក៏យល់ស្របថាវាមិនមែនជាគំនិតអាក្រក់ទេ UCO ដឹងថាគាត់មិនធ្លាប់ទៅមើលល្ខោនទេដូច្នេះគាត់គិតថាការមើលកុនអាចជាជម្រើសដ៏ល្អមួយសម្លឹងចេញទៅក្រៅបង្អួចគាត់មានអារម្មណ៍ពិបាកក្នុងការសម្រេចចិត្តដោយមិនចង់ឲ្យអ្នកភូមិខកចិត្តប្រសិនបើគាត់មិនអនុវត្តតាមការផ្ដល់យោបល់របស់ពួកគេគាត់សម្រេចចិត្តថាគាត់នឹងប្រាប់ពួកគេថាប្រសិនបើការណាត់ជួបនេះនឹងជោគជ័យឬបរាជ័យបន្ទាប់មកគាត់បានទូរស័ព្ទទៅសីកាហើយសួរថាតើនាងទំនេរឬទេនាងបានតបថាវាកម្រខ្លាំងណាស់ដែលនាងទទួលបានការហៅទូរស័ព្ទពីគាត់ហើយបញ្ជាក់ថានាងទំនេរគាត់បានសួរថាតើនាងទំនេរនៅថ្ងៃណានៅថ្ងៃបន្ទាប់ UCO បានផ្ដល់ទំនាយដល់អ្នកភូមិដោយប្រាប់ពួកគេឲ្យដឹងថាដំបូន្មានរបស់ពួកគេពិតជាមានប្រសិទ្ធភាពហើយគាត់អរគុណពួកគេសម្រាប់ជំនួយនេះគាត់ក៏បានជម្រាបពួកគេថាបញ្ហានៃការប្រឹក្សាយោបល់ពេលនេះត្រូវបានបញ្ចប់ហើយគាត់មានអារម្មណ៍សោកស្ដាយបន្តិចព្រោះអ្នកគ្រប់គ្នាសុទ្ធតែរំភើបចំពោះស្ថានភាពនេះប៉ុន្តែអ្វីៗនឹងត្រូវត្រឡប់ទៅរកភាពធម្មតាវិញហើយ UCO គិតថាប្រសិនបើថ្ងៃណាមួយភូមិអភិវឌ្ឍហើយគ្មានគ្រោះថ្នាក់គំរាមកំហែងណាទៀតនោះវាជារឿងល្អណាស់ប្រសិនបើគាត់អាចប្រើទំនាយរបស់គាត់ដើម្បីនាំមកនូវសន្តិភាពនិងការកម្សាន្តដល់ពួកគេជាមួយនឹងគំនិតនោះគាត់ដឹងថាគាត់ចាំបាច់ត្រូវតែចេញក្រៅដើម្បីរកលុយសម្រាប់ផ្គត់ផ្គង់អ្នកភូមិនិងអាចមានលុយគ្រប់គ្រាន់សម្រាប់ការណាត់ជួបនាពេលខាងមុខរបស់គាត់ដូច្នេះគាត់ក៏ដើរចេញពីបន្ទប់ហើយត្រៀមខ្លួនរួចរាល់ដើម្បីសម្រេចគ្រប់ការងារទាំងអស់បន្ទាប់ពីបញ្ចប់ការងារ UCO ត្រឡប់មកផ្ទះវិញហើយបានពិនិត្យទូរស័ព្ទរបស់គាត់មានសារមួយពីសាយូគីដោយនាងបានប្រាប់គាត់ថានាងត្រូវធ្វើការថែមម៉ោងហើយនឹងត្រឡប់មកផ្ទះយឺតនាងសួរថាតើគាត់អាចទៅយកនាងពីចំណតរថយន្តក្រុងបានទេគាត់ញញឹមហើយធានាថាគាត់នឹងទៅយកនាងគាត់ចង់ទិញស្ករគ្រាប់និងទឹកផ្លែឈើសម្រាប់ខ្លួនឯងពីហាងទំនិញដូច្នេះគាត់ក៏ចាប់ផ្ដើមរកកាបូបស្ពាយរបស់គាត់បន្ទាប់ពីស្វែងរកមួយសន្ទុះទីបំផុតគាត់រកវាឃើញដេធីនីដែលជាសត្វបង្គួយរបស់គាត់បានមើលមកគាត់ខណៈពេលគាត់ដើរចុះឡើង UCO បានឆ្ពោះទៅកាន់ហាងទំនិញហើយខណៈពេលនៅទីនោះគាត់បានកត់សម្គាល់ក្មេងប្រុសម្នាក់ការចងចាំចាស់ៗបានផុសឡើងវិញហើយគាត់គិតថាវាអាចជាបុរសដដែលជាពិសេសដោយសារនេះជាស្រុកកំណើតរបស់បុរសនោះក្មេងប្រុសនោះកំពុងមើលទូរស័ព្ទរបស់គាត់ខណៈពេលកំពុងផឹកកាហ្វេក្តៅ UCO មិនអាចទប់អារម្មណ៍មិនស្រួលក្នុងចិត្តគាត់បានទេតើវាពិតជាភាពចៃដន្យមែនទេដែលគាត់ប្រទះឃើញក្មេងប្រុសនេះម្ដងទៀតមុនពេលដែលប្អូនស្រីរបស់គាត់រៀបនឹងត្រឡប់មកផ្ទះវិញបែបនេះគាត់គិតចង់ហៅប៉ូលីសប៉ុន្តែគាត់ដឹងថាពួកគេត្រូវការភស្តុតាងជាមុនសិនមុនពេលដែលពួកគេអាចធ្វើសកម្មភាពបានដោយមិនប្រកាសថានឹងត្រូវធ្វើអ្វីហើយស្របពេលដែលសាយូគីជិតមកដល់ទៀតនោះ UCO គិតថាគាត់មិនចង់ឲ្យនាងមានអារម្មណ៍ភ័យខ្លាចទៀតទេដូច្នេះគាត់ក៏បានសម្រេចចិត្តប្រមូលភាពក្លាហានរបស់គាត់ហើយចូលទៅជិតក្មេងប្រុសនោះដើម្បីដោះស្រាយស្ថានភាព UCO ក៏សម្គាល់ឃើញមានមនុស្សពីរនាក់ទៀតកំពុងឈរនៅក្បែរនោះគាត់បានគិតថាតើគាត់គួរស្រែកហៅគាត់ឬអត់ដោយដឹងថាវានឹងទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេដូច្នេះគាត់សួរក្មេងប្រុសនោះថាតើគាត់គឺ Yusinaka មែនទេក្មេងប្រុសនោះងក់ក្បាលហើយសួរថាតើគាត់ជាអ្នកណា UCO បានរំលឹកគាត់អំពីរឿងដែលគាត់បានធ្វើមកលើប្អូនស្រីរបស់គាត់គឺសាយូគីដោយដឹងថាគាត់ជានរណា Yusinaka សួរថាតើគាត់ជាបងប្រុសរបស់សាយូគីមែនទេហើយ UCO ក៏បញ្ជាក់ថាគាត់គឺជាបងប្រុសនាងYusinaka បានអន់ក្បាលភ្លាមនិងសុំទោសចំពោះបញ្ហាទាំងអស់ដែលគាត់បានបង្កដល់ពួកគេកាលពីអតីតកាល UCO ធានាគាត់ថាអ្វីៗបានកន្លងផុតទៅហើយគាត់ក៏ប្រាប់ឲ្យ Yusinaka ងើបក្បាលឡើងទោះបីជាដំបូងឡើយ UCO គិតចង់ស្ដីបន្ទោសគាត់ក៏ដោយគាត់ក៏បានផ្ដល់អាទិភាពដល់សុវត្ថិភាពរបស់ Sayuki ជាមុនសិនដូច្នេះគាត់បានសួរ Yusinaka ថាហេតុអ្វីបានជាគាត់ចេញមកក្រៅយប់ជ្រៅម្ល៉េះ Yusinaka ពន្យល់ថានេះគឺជាហាងទំនិញតែមួយគត់ដែលនៅក្បែរនោះហើយគាត់បានឈប់នៅទីនេះបន្ទាប់ពីគាត់ចេញពីធ្វើការ UCO សង្កេតមើលគាត់ហើយគិតថាប្រសិនបើគាត់មិនដឹងពីរឿងអតីតកាលរបស់គេទេនោះ Yusinaka មើលទៅហាក់ដូចជាយុវជនគួរសមនិងធម្មតាម្នាក់តាមពិតមនុស្សជាច្រើនប្រហែលជានឹងគិតថា UCO វិញទេជាអ្នកដែលគួរឲ្យសង្ស័យទៅវិញគាត់បានប្រាប់ Yusinaka ឲ្យឈប់ទៅជិតប្អូនស្រីរបស់គាត់ Yusinaka សារភាពថាអារម្មណ៍របស់គាត់ចំពោះនាងបានគ្រប់គ្រងលែងបានដែលនាំឲ្យមានបញ្ហាដែលគាត់បានបង្កស្រាប់តែ UCO បានបោកបញ្ឆោតគាត់ដោយសួរគាត់ថាហេតុអ្វីបានជាគាត់នៅតែតាមដាននាងទោះបីជាត្រូវបានគេហាម5ក៏ដោយរំលឹកពីរបៀបដែល Yusinaka បានរត់ចេញនៅពេលដែលត្រូវបានគេឃើញកាលពីយប់នោះ
ยูซินากาบ้านចាញ់បោកពាក្យរបស់ UCO និងសួរទាំងខឹងថាតើគាត់ត្រូវបាន UCO ចាប់បានមែនទេដោយការខកចិត្ត Yusinaka ស្រែកថាគាត់ស្ថិតក្នុងស្ថានភាពដូចគ្នានឹង UCO ដែរបន្ទាប់ពីត្រូវបានគេទម្លាក់ចូលទៅក្នុងភាពរញ៉េរញ៉ៃបែបនេះគាត់បានបោះកំប៉ុងកាហ្វេរបស់គាត់ទៅលើដីទាំងខឹងដោយបន្ទោស UCO និង Sayuki ថាពួកគេជាអ្នកបំផ្លាញជីវិតរបស់គាត់ UCO ដឹងថា Yusinaka លែងមានស្មារតីធម្មតាហើយក៏ស្រែកតបទៅវិញដោយប្រាប់គាត់ឲ្យនៅឆ្ងាយពីប្អូនស្រីរបស់គាត់Yusinaka ចំអកគាត់ដោយពាក្យសម្ដីឌឺដងព្រមទាំងចោទប្រកាន់ UCO ថា UCO កំពុងព្យាយាមរាំងឃាត់ស្នេហារបស់ប្អូនស្រីគាត់ UCO តបថាប្រសិនបើ Yusinaka នៅតែធ្វើអាកប្បកិរិយាបែបនេះ UCO នឹងមានផែនការដាក់ទោសគាត់ហើយ Yusinaka សើចចំអកដោយឆ្ងល់ថាតើ UCO នឹងហៅប៉ូលីសឬយ៉ាងណាហើយព្រមទាំងអួតថាគាត់មានមិត្តភក្តិជាច្រើនដែលចាំជួយគាត់បន្ទាប់មក UCO សួរថាហេតុអ្វីបានជាគាត់តាមដាន Sayuki Yusinaka ពន្យល់ថាគាត់ពិតជាស្រឡាញ់នាងមែនប៉ុន្តែគាត់គ្មានភាពក្លាហានក្នុងការនិយាយជាមួយនាងបន្ទាប់ពីត្រូវបានចាប់ខ្លួនគាត់បានគិតយ៉ាងយូរអំពីអ្វីដែលគាត់គួរធ្វើប៉ុន្តែនៅពេលដែលវេលាកន្លងផុតទៅគំនិតរបស់គាត់ក៏បានប្រែជាខុសប្រក្រតីហើយអារម្មណ៍របស់គាត់ក៏កាន់តែងប់ងល់ជាងមុនទៅទៀតពេលនេះគាត់ចង់ធ្វើឲ្យ Sayuki យំនិងអង្វរសុំក្តីមេត្តាពីគាត់លុះដូច្នេះ UCO ស្ទាក់ស្ទើរដោយគិតថាតើគាត់គួរតែដើរចេញឬរត់គេចប៉ុន្តែគាត់បានក្តាប់ដៃរបស់គាត់ដោយបដិញ្ញាចិត្តថាគាត់នឹងមិនធ្វើឲ្យមានការស្ដាយក្រោយទៀតទេគាត់សម្រេចចិត្តថាគាត់នឹងមិនថយក្រោយទេទោះបីជាវាមានន័យថាគាត់ត្រូវលះបង់ខ្លួនឯងដើម្បីបញ្ឈប់បុរសម្នាក់នេះក៏ដោយសេចក្តីខឹងសម្បារគាត់ចាប់ផ្ដើមដើរសម្ដៅទៅរក Yusinaka បានចំអកឲ្យគាត់ដោយនិយាយថា UCO មិនអាចវាយគាត់ដោយមិនប្រឈមនឹងការចោទប្រកាន់ពីបទបង្ករបួសស្នាមទេប៉ុន្តែ UCO មិនមានចេតនាវាយគាត់ឡើយព្រោះទូរស័ព្ទរបស់គាត់បានចាប់ផ្ដើមថតរាល់សកម្មភាពដែល Yusinaka បានធ្វើរួចហើយបន្ទាប់មក Yusinaka ក៏បាននិយាយថាដោយសារតែបងប្រុសរបស់ Sayuki បានបង្ហាញខ្លួនចំថ្ងៃនៃផែនការរបស់គាត់នឹងចាប់ជំរិតទាំង UCO ផងដែរដោយភ័ន្តច្រឡំចំពោះអ្វីដែល Yusinaka កំពុងនិយាយ UCO ស្រាប់តែកត់សម្គាល់ឃើញថាមានមនុស្សជាច្រើនកំពុងឡោមព័ទ្ធគាត់និងមានកាមេរ៉ាមួយកំពុងថតទិដ្ឋភាពទាំងមូល Yusinaka ប្រកាសយ៉ាងក្រអឺតក្រទុំថាពួកគេនឹងផ្សាយបន្តផ្ទាល់រឿងនេះហើយវានឹងក្លាយជាមាតិកាដ៏អស្ចារ្យមួយតើ UCO អាចដោះស្រាយបញ្ហាដ៏ធំនេះដោយរបៀបណាហើយតើគាត់អាចផ្លាស់ប្ដូរអតីតកាលរបស់គាត់បានដែរឬទេសូមរងចាំទស្សនាភាគបន្ត